ថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីបងប្អូនម្នាក់ដែលកើតឡើងចំពោះគាត់ផ្ទាល់ហើយគាត់រស់នៅក្នុងភូមិរបស់ខ្ញុំផ្ទាល់និយាយទៅភូមិរបស់ខ្ញុំកាលហ្នឹងគឺអត់ទាន់ធ្វើផ្លូវអីធំត្រូវទេគឺផ្លូវជាប្រភេទគ្រុសលាយជាមួយនឹងខ្សាច់ហើយបបព្រៃវិញគឺស្តុកស្ដំខ្លាំងមែនទែនហ្មងអត់បានដូចឥឡូវហ្នឹងព្រៃវាលអស់ទេមានថ្ងៃមួយគាត់បានដើរទៅទិសខាងកើតនៅចន្លោះពីម៉ោង11 12ថ្ងៃត្រង់ដឹងស្រាប់ហើយអ្នកភូមិក៏គាត់ហាមមិនថាក្មេងមិនថាអីគាត់ឲ្យដើរនៅចន្លោះម៉ោង11 12ហ្នឹងឯងដោយសារអីគាត់តែងតាមចម្លាច់ក្មេងថាម៉ោង11 12ហ្នឹងប្រមាថប្រមងចាប់ក្មេងឬក៏មានគេមកលួងអីចឹងលួងបន្លាចអីចឹងទៅប៉ុន្តែអាហ្នឹងគ្រាន់តែពាក្យចាស់ឯងប៉ុន្តែមានថ្ងៃមួយហ្នឹងគាត់បានដើរទៅទិសខាងកើតទៅម្នាក់ឯងខ្ទង់ចន្លោះម៉ោងប្រហែលជាម៉ោង 7:12 ហើយគាត់ប្រហែលជាពេលហ្នឹងគាត់ដើររកត្រីឬក៏ដើរតនេមានដឹងមិនទេបងប្អូនទាំងគ្នាកន្លែងហ្នឹងហ្មងកន្លែងភូមិខ្ញុំគឺល្បីគុំអាស័យមួយដែលនៅខាងកើតហ្នឹងគាត់ដើរទៅម្នាក់ឯងគុំអាស័យហ្នឹងគឺវារង្គើអត់មានខ្យល់ទេតាមពិតទៅអត់មានខ្យល់ទេគឺរង្គើខ្លាំងមែនទែនហ្មងយកទៅយកមកយកទៅយកមកអញ្ចឹងណាគឺគាត់ឈប់នៅកន្លែងគុំអាស័យហ្នឹងហើយគាត់ក៏បានឃើញនៅក្នុងគុំអាស័យហ្នឹងមានដឹងមិនបងប្អូនទាំងគ្នាដែលគាត់ឃើញក្នុងសភាពបែបណាម្នាក់ស្រីហ្នឹងបានទម្លាក់កចុះមកក្រោមគាត់ឃើញហើយបងប្អូនទាំងគ្នាបើសិនជាយើងគឺរត់តែគាត់ឃើញហើយគឺគាត់នៅឈរសម្លឹងមើលម្នាក់ស្រីហ្នឹងក៏គាត់បានជេរថាមីចៅកចុយថ្ងៃអីក៏មកលួងអញអីក្រាថ្ងៃថងចេះចឹងស្មានតែអញនឹងខ្លាចថ្ងៃមែនហើយគាត់ក៏បានយកដុំថ្មមួយជិះគប់កន្លែងគុំអាស័យហ្នឹងហ្មងក៏គប់ទៅហើយជេរច្រើនខ្លាំងមែនទែនហ្មងហើយក៏បាត់ឈឹងទៅស្រាប់តែបងប្អូនមានដល់គ្នាមានដឹងមកចិត្តស្រាប់តែពេលរៀងប្រឡប់ទៀតណាពេលរៀបប្រឡប់គឺម្នាក់ស្រីហ្នឹងគឺបាននាំគាត់ទៅព្រៃកប់ខ្មោចបងប្អូនទាំងគ្នាពេលដែលនាំគាត់ទៅហ្នឹងណាមានពូម្នាក់ឃើញគាត់ដើរទៅម្នាក់ឯងឯងតែគាត់អត់ចាប់រងមេពេលហ្នឹងប្រហែលជាខ្ទង់ម៉ោងរៀងល្ងាចដែរចឹងក៏បាននាំគាត់ទៅម្នាក់ឯងទៅឲ្យគូគាត់អត់ដឹងខ្លួនអីទាំងអស់ដឹងតែទៅតាមគេតាមខ្មោចម្នាក់ស្រីនាំទៅបងប្អូនទាំងគ្នាហើយខ្មោចស្រីនឹងមានដឹងមកចិត្តគេនិយាយថាម៉េចខ្មោចស្រីនឹងក៏បាននិយាយទៅកាន់គាត់ថាអូហែងស្លូតណានិយាយទៅហែងជាមនុស្សល្អចឹងហែងមិននៅជាមួយអញមកហែងមិនបាច់នៅភពហែងទេមកនៅជាមួយអញមកអញមានរបស់ឲ្យស៊ីអញមានអីចិញ្ចឹមហែងទៅនៅអីភពហ្នឹងនៅជាមួយអញមកអញនៅម្នាក់ឯងអញឯកាអញចង់មានអ្នកនៅក្បែរចង់មានអ្នកនៅចិត្តចឹងមកនៅជាមួយអញមកអញចិញ្ចឹមអញមើលថែឲ្យបានល្អតែពេលហើយបងប្រុសម្នាក់ហ្នឹងគឺគាត់បានទៅត្រឹមស្ដាប់ទេហើយងើកក្បាលតែប៉ុណ្ណោះហើយស្រាប់តើមកបន្ទុះបងប្អូនអ្នកនេះមិនដឹងមកអត់គាត់ក៏បានដួលស្លាប់ហើយស្រាប់តែមកបន្ទុះបងប្អូនអ្នកគ្នាមានខ្មោចស្រីម្នាក់ទៀតដែលនាំគាត់ណាចេញពីកន្លែងហ្នឹងកន្លែងដែលម្នាក់ស្រីហ្នឹងនាំគាត់ទៅប៉ុន្តែម្នាក់ស្រីនេះគឺផ្សេងទៀតណាគឺខ្មោចគេមានខ្មោចល្អនិងខ្មោចអាក្រក់ហើយខ្មោចស្រីហ្នឹងក៏បាននិយាយមកកាន់គាត់ថាអូនឯងទៅផ្ទះវិញអូនឯងជាមនុស្សល្អអូនឯងអត់ទាន់ដល់អាយុអូនឯងទៅទេអូនឯងនៅមានជីវិតនៅមានអាយុដែលអូនឯងត្រូវនៅបន្តទៀតចឹងអូនឯងត្រឡប់ទៅផ្ទះវិញគ្រូសាអូនឯងចាំអូនឯងឆាប់ទៅផ្ទះទៅមិនបាច់មកតាមគេ
គេនាំតណែអូនឯងកុំទៅតាមគេអូនឯងទៅផ្ទះវិញទៅហើយខ្មោចស្រីម្នាក់ហ្នឹងដឹងមិនបងប្អូនអ្នកគ្នាក៏បាននាំគាត់ទៅគាត់ស្លាប់ហើយនាំគាត់ទៅគាត់ងើបមកគាត់នៅផ្ទះគាត់ហ្មងរបៀបអញ្ចឹងណាដល់ពេលហើយអញ្ចឹងទៅបងប្អូនអ្នកគ្នាគាត់ងើបមកគាត់ដឹងអីទេថាគាត់នៅកន្លែងណាអីកន្លែងណាគាត់ដឹងអីប៉ុន្តែអើយគូសោកស្ដាយខ្លាំងមែនទែនបងប្រុសម្នាក់ហ្នឹងគឺគាត់បានស្លាប់បាត់ហើយនិយាយទៅបងប្អូនទាំងគ្នាជឿអត់អាយុមនុស្សអត់តាន់ដល់ពេលវេលាស្លាប់អត់តាន់ដល់គេកំណត់គឺទោះបីជាក្នុងដំណាក់កាលណាក្រោយក៏អត់តាន់អស់អាយុសង្ខារដែរអស់អាយុដែលត្រូវទៅដែរនៅពេលដែលយើងត្រូវដល់ថ្ងៃដែលយើងស្លាប់ទោះបីជាអ្នកផ្សេងខត់យើងនឹងណាក៏យើងត្រូវតែទៅដែរទោះគេព្យាយាមខត់ក្រោយតែក៏យ៉ាងយើងត្រូវស្លាប់គឺស្លាប់ហ្មងហើយបងប្រុសម្នាក់ហ្នឹងស្លាប់ហ្នឹងក៏ដោយសារគេនាំគាត់ទៅដែរអញ្ចឹងខ្ញុំនឹងនិយាយអំពីបញ្ហាហ្នឹងនៅវគ្គបន្តទៀតដែលមូលហេតុអីបានគាត់ស្លាប់អញ្ចឹងខ្ញុំនឹងនិយាយនៅវគ្គក្រោយទៀតដោយសារវីដេអូនេះខ្ញុំនិយាយទៅខ្ញុំខ្លាចវែងពេកអីអញ្ចឹងណាអញ្ចឹងចាំតាមដានវគ្គបន្តទៀតវគ្គ2ណាអញ្ចឹងកុំភ្លេចជួយ follow TikTok របស់ខ្ញុំមួយផងហើយជួយ subscribe YouTube ហើយនិង Facebook page នេះគឺខ្ញុំបង្កើតថ្មីអញ្ចឹងបងប្អូនទាំងគ្នាកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងបាយបាយ